បាទនៅក្នុងការផ្សាយជាបន្តទៅទៀតនេះសូមលោកនាងស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីក្រមប្រធានបទស្ដីអំពីការរៀបចំសណ្ដាប់ធ្នាប់និងសន្តិសុខនៅទីសាធារណៈកិច្ចពិភាក្សានេះមានលោកទីនសាការីយ៉ាជាអ្នកសម្របសម្រួលដូចតទៅវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទសូមជម្រាបសួរលោកនាងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ជាទីគោរពរាប់អាននីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទទី3កុម្ភៈនេះគឺយើងមានវិក្កាមចំនួន2រូបបញ្ចេញចូលរួមគឺលោកហ៊ុនជនីលោកជាប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាទវិក្កាមយើងមួយរូបទៀតគឺលោកច័ន្ទសវេតលោកជាអនុប្រធានស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាត60បាទសូមជម្រាបសួរលោកវិក្កាមទាំងពីរបាទសូមជម្រាបសួរបាទខ្ញុំសូមជម្រាបលោកនាងផងដែរនៅយប់ហ្នឹងគឺយើងបានអញ្ជើញខាងតំណាងក្រសួងមហាផ្ទៃមកចូលរួមដែរនៅក្នុងប្រធានបទយើងនៅពេលនេះក៏ប៉ុន្តែមិនមានការឆ្លើយតបមកទល់ដល់ម៉ោងនេះបាទលោកនាងអ្នកស្ដាប់ជាទីមេត្រីការធ្វើបាតកម្មនិងកោតកម្មនៅទីសាធារណៈនៅរាជធានីភ្នំពេញមិនត្រូវបានអាជ្ញាធររាជធានីអនុញ្ញាតឲ្យធ្វើទៀតទេក្រោយពេលកងកម្លាំងអាជ្ញាធររដ្ឋាភិបាលបានបង្ក្រាបកម្មករនៅផ្លូវវែងច្រេងនៅកំបូលនិងបង្ក្រាបបាតកររបស់គណៈបកសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី4មករាកន្លងមកសាលារាជធានីភ្នំពេញបានលើកពីមូលហេតុថាការធ្វើបាតកម្មការហាយក្បួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពនិងរបៀបរៀបរយសាធារណៈបើយើងមើលអំពីច្បាប់ស្តីពីបាតកម្មគឺមានគោលបំណងធានាការពារសេរីភាពខាងបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរតាមរយៈការធ្វើបាតកម្មដោយសន្តិវិធីការធ្វើបាតកម្មដោយសន្តិវិធីសំដៅលើការប្រមូលផ្ដុំគ្នាឬការដង្ហែក្បួនដោយមនុស្សមួយក្រុមដើម្បីទាមទារឬសម្ដែងជាសាធារណៈនៅមនោសញ្ចេតនាគំនិតឬឆន្ទៈរបស់ក្រុមខ្លួនតាមរូបភាពឬមធ្យោបាយផ្សេងៗដោយសន្តិវិធីបាទជាដំបូងនេះមុននឹងយើងជាដំបូងសូមជម្រាបសួរលោកច័ន្ទស្វេតថាតើការរៀបចំសម្រាប់ធ្នាប់សាធារណៈនឹងយ៉ាងម៉េចខ្លះនៅប្រទេសរបៀបណាដែលរដ្ឋាភិបាលត្រូវរៀបចំហើយបើយើងមើលអំពីការធ្វើបាតកម្មកន្លងមកហ្នឹងតើវាប៉ះពាល់ដល់សន្តិសុខសាធារណៈដែរទេបាទសូមអរគុណច្រើនលោកជាបឋមខ្ញុំសូមគោរពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានកំពុងតែស្ដាប់វិទ្យុអាស៊ីសេរីហើយក្នុងនាមខ្ញុំជាអ្នកធ្វើកិច្ចការងារនៅក្នុងវិស័យសង្គមស៊ីវិលធ្វើការឲ្យសមាគមអាត់ហុកគឺខ្ញុំមានកិត្តិយសក្នុងការចូលរួមចំណែកដើម្បីផ្ដល់ជាគំនិតយោបល់និងទស្សនៈខ្លះដើម្បីចែកជូនឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាបអំពីសន្តិសុខសាធារណៈបាទសន្តិសុខសាធារណៈនេះបើនិយាយពីពាក្យនេះគឺត្រឹមត្រូវនៅក្នុងគោលការណ៍ច្បាប់ជាធរមាននៅក្នុងប្រទេសនីមួយៗគេតែងតែគោរពនៅគេហៅថាសន្តិសុខសាធារណៈនេះយកជាគោលដើម្បីធ្វើការងារអភិវឌ្ឍដើម្បីការពារសន្តិសុខលំដាប់ស្នូប់សាធារណៈការពារតាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់ទាំងប្រជាពលរដ្ឋនិយាយរួមគឺដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅបានសុខដុមរមនាដោយគ្មានការភ័យខ្លាចតែផ្ទុយទៅវិញនៅក្នុងប្រទេសកម្ពុជាយើងហាក់បីដូចជាបើយើងនិយាយអំពីសន្តិសុខសាធារណៈយើងនៅមានការព្រួយបារម្ភខ្លាំងព្រោះថាពិនិត្យទៅលើស្ថានភាពទូទៅនៅក្នុងប្រទេសកម្ពុជាក្រោយពីការបោះឆ្នោតជាសកលនៅក្នុងអំឡុងថ្ងៃទី28ខែកក្កដាឆ្នាំ2013កន្លងផុតមកនេះយើងឃើញថាសន្តិសុខសម្រាប់សាធារណៈនៅក្នុងប្រទេសកម្ពុជាហាក់បីដូចជាមានស្ថានភាពខុសប្លែកពីសពមួយដងនៅក្នុងប្រទេសដែលកំពុងតែប្រកាន់នៅលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សហើយជាទូទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសគេស្គាល់ណាប៉ូលីសពីងាយស្រួលស្ដាប់គឺប៉ូលីស PM ហើយនឹងកងកម្លាំងយោធាគឺគេស្គាល់ថាព្រោះអ្នកទាំងអស់នោះគឺរដ្ឋបានប្រកាសជាសាធារណៈអ្នកទាំងអស់នោះមានអត្តសញ្ញាណរៀងៗខ្លួនក្នុងការបង្ហាញខ្លួននៅក្នុងការបំពេញបេសកកម្មក្នុងការចូលរួមចំណែកទប់ស្កាត់បទល្មើសនៅក្នុងប្រទេសកម្ពុជាតែផ្ទុយទៅវិញនៅក្នុងពេលថ្មីនេះយើងបានសង្កេតឃើញអំពីកងកម្លាំងដែលគាត់បានមកបង្ក្រាបបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ធ្វើសកម្មភាពបាតកម្មដោយសន្តិវិធីក្តីឬក៏ធ្វើកោតកម្មដោយអហិង្សាក្តីនៅតាមបណ្ដារោងចក្រគឺគាត់ទទួលរងនឹងការគំរាមកំហែងទទួលរងនឹងការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចហើយពាក្យថាអាជ្ញាធរមានសមត្ថកិច្ចនេះបើនិយាយចំទៅពាក្យនេះគ្រាន់តែជាពាក្យមួយដែលគេលើកយកមកដើម្បីអំណះអំណាងប៉ុណ្ណោះទេបើជាច្បាប់គេនិយាយតែកងកម្លាំងតែម្ដងព្រោះ
អាជ្ញាធរមានសមត្ថកិច្ចនេះវានៅក្នុងហ្នឹងវាចម្រុះទៅដោយអាជ្ញាធរមូលដ្ឋានក៏មានភូមិឃុំណាវាមានមន្ត្រីនគរបាលវាមាន PM វាមានស្អីនៅហ្នឹងទាំងអស់បាទហើយចំណែកនៅក្នុងការប្រើប្រាស់យុទ្ធសាស្ត្រក្នុងការបំបែកបាតកម្មកន្លងផុតមកនេះដែលយើងបានឃើញគឺទាំងអស់គ្នាបានទទួលស្គាល់ថាពិតជាមានមនុស្សស្លាប់ពិតជាមានមនុស្សរងរបួសពិតជាមានមនុស្សកំពុងតែចាប់ដាក់ពន្ធនាគាររហូតដល់ពេលបច្ចុប្បន្ននេះដែលយើងឃើញថាមានយ៉ាងហោចណាស់ក៏23នាក់ដែរដែលកំពុងជាប់ពន្ធនាគារដោយសារតែខ្លួនបញ្ចេញមតិការពារសិទ្ធិសេរីភាពទាមទារនៅសេចក្តីថ្លៃថ្នូររបស់មនុស្សបានន័យថាសេចក្តីថ្លៃថ្នូររបស់មនុស្សហ្នឹងគឺបានន័យថាគាត់ចង់បានរស់ដោយមានសភាពថ្លៃថ្នូរអញ្ចឹងទាំងអស់នេះទង្វើទាំងអស់នេះវាអត់ខុសច្បាប់ទេប៉ុន្តែផ្ទុយទៅវិញអ្នកដែលប្រើប្រាស់កម្លាំងកងកម្លាំងប្រដាប់អាវុធនោះទេដែលជារឿងមួយដែលគួរឲ្យមានការសោកស្ដាយយើងកន្លងផុតមកយើងឃើញថាការបង្ក្រាបបងប្អូនប្រជាពលរដ្ឋសហគមន៍ដីធ្លីដូចជាបង្កក់បរិយាកាជាដើមដែលគាត់តែងតែធ្វើការទាមទារឲ្យមានការដោះលែងអ្នកស្រីយមបុប្ផាក្តីអ្នកស្រីទេពមិនវណ្ណីអីក្តីនេះគឺពួកគាត់តែងតែទទួលរងនឹងការវាយដំគំរាមកំហែងបង្ករបួសស្នាមពីកងកម្លាំងសន្តិសុខនេះឯងហើយថាតើសន្តិសុខនេះគាត់ជាសន្តិសុខផ្លូវការឬក៏ក្រៅផ្លូវការបើជាទស្សនៈរបស់ខ្ញុំសង្គមស៊ីវិលខ្ញុំមើលឃើញថាការប្រើសន្តិសុខដែលมันមានអត្តសញ្ញាណច្បាស់លាស់ជារបៀបពាក់មួកបិទចិត្តឈឹងបាទណាអត់ឃើញមុខហើយជារបៀបពាក់អាវស៊ីវិលឬក៏ខ្លះទៀតគឺសម្លៀកបំពាក់ជាទឹកបិចអីចឹងជាដើមយើងមើលឃើញថាតើពួកគេនោះជាកងកម្លាំងគ្រប់គ្រងដោយស្ថាប័នណាមួយពិតប្រាកដក៏យើងអត់ច្បាស់ចំណុចនេះពលរដ្ឋមានការងឿងឆ្ងល់មានការសង្ស័យហើយនឹងមានការភ័យខ្លាចព្រោះនៅពេលដែលជនទាំងអស់ហ្នឹងប្រព្រឹត្តនៅអំពើឧក្រិដ្ឋកម្មនៅចំពោះមុខមន្ត្រីដែលមានសម្លៀកបំពាក់ជា uniform ជាប៉ូលីសក្តីជាមន្ត្រីកងនិពន្ធហត្ថក្តីគឺពួកគាត់នឹងអត់ទទួលរងនឹងការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ទេបែរជាអនុញ្ញាតឲ្យគាត់ធ្វើគាត់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកណាក៏បានដែរគាត់ចង់ចាប់អ្នកណាក៏បានដែរគាត់ចង់រឹបអូសយកទ្រព្យសម្បត្តិអ្នកណាហ៊ុញចូលដាក់តាណាគាត់បញ្ហាដែរប៉ុន្តែអ្នកទាំងអស់នោះដែលមានលក្ខណៈផ្លូវច្បាប់ទទួលស្គាល់នោះផ្ទុយទៅវិញគាត់អត់បានចាត់វិធានការទៅលើរឿងហ្នឹងទេតែបើសិនជាពលរដ្ឋណាមួយដែលប្រព្រឹត្តនៅអំពើហិង្សាទៅលើក្រុមហ្នឹងវិញអាចប្រឈមមុខជាមួយនឹងការផ្ដន្ទាទោសតាមផ្លូវច្បាប់ឬក៏អាចចាត់វិធានការភ្លាមដូចថ្មីនេះយើងឃើញថាកងកម្លាំងដែលពាក់មួកដូចខ្ញុំបានរៀបរាប់ពីខាងដើមថាតើគាត់ជាប្រភេទនៅកងកម្លាំងប្រភេទណាបើនៅក្នុងច្បាប់បាតកម្មស្ដីបាតកម្មដោយសន្តិវិធីនេះគេមានពាក្យមួយនិយាយថា uniform បានន័យថាសម្លៀកបំពាក់ជាលក្ខណៈឯកភាពហ្នឹងហើយគេអាចស្គាល់ហ្មងគេអាចស្គាល់ថានេះជាប៉ូលីសនេះអាចជា PM អីចឹងជាដើមតែផ្ទុយទៅវិញក្រុមនេះគឺអត់ទេគឺมันអាចហើយក្រុមនេះឯងដែលធ្វើឲ្យស្ថានភាពនៅក្នុងការដែលគាត់ទៅបង្ក្រាបបងប្អូនប្រជាពលរដ្ឋប្រើអំពើហិង្សាចាស់ដៃតែម្ដងនិយាយរួមគឺការប្រព្រឹត្តបទល្មើសឧក្រិដ្ឋហ្នឹងនៅចំពោះមុខអ្នកដែលមានសមត្ថភាពក្នុងផ្លូវច្បាប់ហើយអ្នកដែលមានសមត្ថភាពក្នុងផ្លូវច្បាប់ហ្នឹងគឺបានន័យថាច្បាប់ព្រហ្មទណ្ឌនីតិវិធីព្រហ្មទណ្ឌគេបានកំណត់ឲ្យរួចទៅហើយគឺមន្ត្រីនគរបាលយុត្តិធម៌ហើយដល់ពេលក្រុមមន្ត្រីនគរបាលយុត្តិធម៌បានឃើញនៅអំពើល្មើសក្នុងការដែលគាត់នឹងបានទៅវាយដំមនុស្សបែកក្បាលគាត់បានទៅរឹបអូសទ្រព្យសម្បត្តិគាត់បានប្រព្រឹត្តនៅអំពើឃោរឃៅប្រើអាវុធខុសច្បាប់ទៅទៀតឧទាហរណ៍ដូចជាជំពាមថាតើជំពាមហ្នឹងនៅក្នុងច្បាប់ហ្នឹងអាចទទួលស្គាល់ថាវាជាអាវុធទេឧទាហរណ៍បាញ់មនុស្សខ្វាក់ភ្នែកបាញ់មនុស្សបែកក្បាលបាញ់មនុស្សជាប់ដើមទ្រូងអីជាដើមហើយទាំងអស់នេះឯងដែលយើងមើលឃើញថាការដែលប្រើប្រាស់កងកម្លាំងសាធារណៈដែលវាអត់ត្រឹមត្រូវទៅតាមនីតិវិធីខ្ញុំគិតថាវាជាទម្រង់មួយអត់ជាអំពើខុសច្បាប់ធ្ងន់ធ្ងរណាស់ហើយវាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៀតផងបាទសូមអរគុណខ្ញុំសូមងាកទៅលោកហ៊ុនជុនឌីបាទបើយើងមើលអំពីកម្ពុជាគឺប្រកាន់នៅរបបប្រជាធិបតេយ្យតើនៅពេលណាទើបអាជ្ញាធរនឹងអាចហាមឃាត់ដោយស្របច្បាប់មិនឲ្យបរិបទធ្វើសកម្មភាពតវ៉ាផ្សេងៗនោះបាទអរគុណចំពោះសំណួរនេះមុនដំបូងខ្ញុំក៏សូមជម្រាបសួរដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់វិទ្យុអាស៊ីសេរីនៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់នេះនិយាយទៅគោលការណ៍លទ្ធិជាតិបតៃគឺវាមានមូលដ្ឋានមួយនៅលើសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវមានសិទ្ធិក្នុងការសម្ដែងមតិក្នុងការជួបប្រជុំគ្នាហើយសិទ្ធិទាំងនេះក៏មានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងហើយរដ្ឋធម្មនុញ្ញយើងហ្នឹងក៏ជា
ក៏បានទទួលស្គាល់នៅសិទ្ធិមនុស្សកតិកាសញ្ញាផ្សេងដែលក្នុងនោះមានជាសំខាន់គឺសេចក្តីថ្លែងការណ៍សកលជាស្តីពីសិទ្ធិមនុស្សហើយនិងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋហើយនិងសិទ្ធិនយោបាយហើយចំណុចទាំងអស់នេះវាសំខាន់ណាស់សម្រាប់រដ្ឋដែលជាភាគីត្រូវតែលើកស្ទួយត្រូវតែលើកដំកើងយ៉ាងម៉េចដើម្បីអាចឲ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់នៅសិទ្ធិសេរីភាពនេះទោះបីថាទាំងច្បាប់អន្តរជាតិទាំងរដ្ឋធម្មនុញ្ញទាំងច្បាប់ជាតិយើងក៏ដោយបានពោលការពារថាទោះបីជាយ៉ាងណាការប្រើប្រាស់សិទ្ធិនេះកុំធ្វើម៉េចកុំឲ្យវាប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃហើយកុំឲ្យវាប៉ះពាល់ទៅដល់សន្តិភាពសាធារណៈនិងសន្តិសុខសង្គមអីជាដើមក៏ដោយក៏ប៉ុន្តែរដ្ឋត្រូវតែមានវិធានការយ៉ាងណាធ្វើឲ្យមានតុល្យភាពនៃការប្រើប្រាស់សិទ្ធិហើយនឹងអ្វីទៅដែលថានឹងវាប៉ះពាល់ទៅដល់សន្តិភាពសាធារណៈនឹងនៅក្នុងច្បាប់ស្តីពីបាតកម្មរបស់យើងមានមាត្រាមួយដែរដែលបានចែងអំពីខដែលថាការធ្វើបាតកម្មនេះគឺជាអ្វីមួយដែលជាសិទ្ធិរបស់រដ្ឋធម្មនុញ្ញតែធ្វើម៉េចកុំឲ្យវាប៉ះពាល់ទៅដល់សេរីភាពអ្នកដទៃហើយនឹងលក្ខណៈសាធារណៈដូចគ្នាហើយជាគោលការណ៍នៅក្នុងច្បាប់ស្តីពីការធ្វើបាតកម្មដោយសន្តិវិធីនឹងដែរជាគោលការណ៍ក៏អាជ្ញាធរមានសមត្ថកិច្ចនឹងអាចធ្វើការបដិសេធបានក៏សំអាងទៅលើគោលការណ៍ហ្នឹងប៉ុន្តែវាជាវិធានការមួយតឹងរឹងបំផុតព្រោះនៅក្នុងមាត្រាហ្នឹងបានចែងថាអាជ្ញាធរត្រូវតែឆ្លើយតបជាវិជ្ជមានហើយបើសិនជាមើលទៅឃើញថាមានភ័ស្តុតាងណាមួយធ្ងន់ធ្ងរបញ្ជាក់ច្បាស់លាស់ថាវាប៉ះពាល់ទៅដល់សន្តិភាពសាធារណៈនិងសន្តិសុខសង្គមអញ្ចឹងទើបអាចយកជាមូលហេតុក្នុងការបដិសេធមិនឲ្យមានការជួបប្រជុំគ្នាឬក៏ធ្វើបាតកម្មសំទោសបាទលោកឲ្យលើឧទាហរណ៍ខ្លះៗបានដូចជាក្នុងកម្រិតណាទៅបាទដែលគិតថាប្រទេសមានអសន្តិសុខហើយមិនអាចឲ្យមានការជួបជុំគ្នាបាទការចំណុចត្រង់នេះគឺថាយើងពិបាកនឹងដែលឲ្យនិយមន័យវាថាតើលក្ខណៈប៉ុណ្ណាដែលជាគ្រោះថ្នាក់ទៅដល់សុខភាពសន្តិសុខសង្គមឯជាដើមហ្នឹងក៏ប៉ុន្តែបើយើងនិយាយមើលទៅតាមសភាពជាក់ស្ដែងរបស់យើងដែលសពថ្ងៃការធ្វើបាតកម្មទីហោដូចជាបាតកម្មនៅគណៈបកសង្គ្រោះជាតិបានធ្វើឡើងបាតកម្មដែលកម្មករបានធ្វើឡើងទាមទារប្រាក់ខែគោល$160ក្នុងមួយខែជាដើមនេះជាធម្មតាមើលទៅពួកគាត់ក៏មានការរៀបចំសម្ដាប់ធ្នាប់របស់ខ្លួនពួកគាត់មានក្រុមរៀបរយចរាចរណ៍មានក្រុមរៀបរយសម្ដាប់ធ្នាប់វិន័យរបស់ក្រុមរបស់គាត់ហើយកិច្ចការរក្សាសម្ដាប់ធ្នាប់ទាំងអស់នេះមិនមែនមានន័យថាក្រុមបាតកោឬក្រុមតវ៉ានឹងតែម្នាក់ឯងទេដែលត្រូវធ្វើកិច្ចការសំខាន់មួយទៀតគឺអាជ្ញាធរនឹងឯងអាជ្ញាធរមានសមត្ថកិច្ចដែលមាននគរបាលមានកងរាជរដ្ឋាភិបាលជាដើមហ្នឹងគឺជាអ្នកដែលត្រូវតែការពាររក្សារបៀបរៀបរយទាំងអស់ហ្នឹងហើយវត្តមានរបស់ពួកគាត់ហ្នឹងក៏មានចំណែកមួយដើម្បីការពារកុំឲ្យមានបញ្ហាណាមួយកើតឡើងនៅក្នុងពេលហ្នឹងដែរក៏ប៉ុន្តែសូមបញ្ជាក់ថាវត្តមានរបស់ពួកគាត់មិនអាចធ្វើឲ្យអដែងក្រុមបាតកោឬអ្នកតវ៉ានឹងមានការភ័យខ្លាចទេមិនដូច្នេះហើយបានជាបទដ្ឋានច្បាប់អន្តរជាតិមានគោលដែលមាននិយាយអំពីក្រមសីលធម៌របស់អ្នកប្រតិបត្តិច្បាប់ហើយនឹងគោលការណ៍សំខាន់សម្រាប់ការប្រើប្រាស់អាវុធនិងកម្លាំងរបស់ក្រុមអ្នកប្រតិបត្តិច្បាប់ហ្នឹងមានចែងឲ្យច្បាស់លាស់ថាការប្រើអាវុធក្តីការប្រើកម្លាំងក្តីហ្នឹងថាវាអត់ចាំបាច់ទេក្នុងកលៈទេសៈណាដែលវាយើងមើលទៅសភាពការវាស្ងប់ស្ងាត់មានដំណើររៀបរយទៅហើយយើងមិនចាំបាច់ប្រើកម្លាំងណាអាវុធទេអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌណាមិនចាំបាច់ការប្រើកម្លាំងរបស់ប្រើអាវុធរបស់សមាជិកហ្នឹងអាចទៅជា
ចន្លោះទៅជាសាំងដែលយើងយកភ្លើងយកទៅដាក់ចឹងហើយអារម្មណ៍របស់អ្នកធ្វើបាតកោដែលធ្វើបាតកម្មទាំងអស់ហ្នឹងក៏អត់មានអារម្មណ៍សុខស្រួលជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចការមិនយល់គ្នាបែបហ្នឹងឯងដែលច្រើនធ្វើឲ្យខូចរៀបរយនឹងសម្ដាប់ធ្នាប់សាធារណៈហ្នឹងបាទសូមអរគុណឥឡូវខ្ញុំសូមងាកមកភ្ជាប់អ្នកស្ដាប់យើងម្ដងលោកវិរៈនៅភ្នំពេញបាទជម្រាបសួរលោកវិរៈបាទហឡូជំរាបសួរបងបាទបាទសូមចេញបាទសូមចេញបាទខ្ញុំជំរាបសួរលោកហើយមិនបងលោកមានលោកច័ន្ទវេចឹងហ៎បាទហើយលោកហ៊ុនជុនឌីបាទលោកម្នាក់ទៀតបាទលោកហ៊ុនជុនឌីបាទជំរាបសួរបងប្អូនស្ដាប់បាទខ្ញុំសូមសួរដល់លោកវិស្មិននឹងពីមួយហើយសួរថាតើសម្ដាប់ស្នប់ប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យណាហើយគេយល់លេខថាដើម្បីសម្ដាប់ស្នប់សង្គមដែលហាមឃាត់មិនឲ្យប្រជាពលរដ្ឋជុំគ្នាបញ្ចេញសិទ្ធិតែប្រើប្រាស់សិទ្ធិរបស់ខ្លួននៅតាមច្បាប់រដ្ឋធម្មនុញ្ញបានចែងសួរថាតើចំណុចទាំងពីរហ្នឹងតើវាមានសារៈសំខាន់យ៉ាងម៉េចដែរខុសគ្នាយ៉ាងម៉េចមួយអ្នកកាន់អំណាចគេថាការពារសម្ដាប់ស្នប់សាធារណៈហើយស្បែកគេទៅបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យទៅចេញមតិមិនឲ្យតវ៉ាជួបជុំគ្នាអីផ្សេងៗតើចំណុចទាំងពីរហ្នឹងវាមានសារៈប្រយោជន៍អីយ៉ាងម៉េចខ្លះតើត្រូវមួយណាត្រូវឈប់មួយណាត្រូវដើរទៅមុខចំណុចទាំងពីរហ្នឹងហើយមួយទៀតខ្ញុំសូមបញ្ចេញមតិបន្តិចថាសង្គមកម្ពុជាយើងហ្នឹងបើសិនជាมันមានការផ្លាស់ប្ដូរគេថាពុំដូចថាគេហៅថាពុំមួយបច្ចាក់កែវមកហ្នឹងកែវហ្នឹងវាមាត់ទៅហើយយើងនៅតែប្រើអាពុំហ្នឹងដដែលសួរថាតើលទ្ធផលហ្នឹងចាក់មកតើវាបានលុបដាច់ទេណាទៅទីផ្សារខ្ញុំជឿថាការសង្គមជឿថាទីផ្សារគឺគ្មានមិនត្រូវការទីផ្សារគឺត្រូវការទិញអាកែវវីមាត់អញ្ចឹងនេះអញ្ចឹងត្រូវការទៅដូរពុំហ្នឹងទៅប្រសើរជាងបាទសូមអរគុណបាទទៅសំណួររបស់គាត់លោកនឹងពេលបាទលោកចាំស្វេតបាទសូមអរគុណច្រើនជាការពិតណាស់បើយើងនិយាយអំពីពាក្យថាសន្តិសុខសម្រាប់ស្នប់សាធារណៈយើងក៏ពិបាកនឹងឲ្យនិយមន័យថាតើកម្រិតណាដែលយើងចាត់ទុកថាវាជាផលប៉ះពាល់នៃការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសម្រាប់សាធារណៈពាក្យនេះគឺជាពាក្យមួយដែលអ្នកងាររដ្ឋាភិបាលគេតែងតែយកមកធ្វើជាលេសដើម្បីទប់ស្កាត់រារាំងឬក៏ការមិនអនុញ្ញាតឲ្យអ្នកដែលចូលរួមតវ៉ាដោយអហិង្សាអាចធ្វើទៅបានជាក់ស្ដែងយើងឃើញថាបើសិនបើជាដូចលោកមេធាវីបានលើកចឹងបើសិនជាមានការមិនពេញចិត្តណាមួយដែលកើតឡើងគឺពិតជាគេយកពាក្យនេះយកមកប្រើប្រាស់សន្តិសុខសម្រាប់ភ្នំសាធារណៈឬក៏ការហាម5អីចឹងតែបើសិនជាគេព្រមព្រៀងគេឯកភាពអានោះគឺអាចធ្វើទៅបានឧទាហរណ៍ជាក់ស្ដែងដូចជាគណៈបកសង្គ្រោះជាតិចឹងគាត់បានធ្វើដំណើរយកញត្តិទៅដាក់តាមបណ្ដាស្ថានទូតហើយក្នុងនោះគឺមានការចូលរួមចំណែកពីកងកម្លាំងប្រដាប់អាវុធដែលមានទូនាទីនោះគាត់ជូនដំណើរគាត់បើកផ្លូវគាត់រៀបចំសន្តិសុខសម្រាប់សាធារណៈទៅអញ្ចឹងស្ថានភាពនេះអាចធ្វើដោយអហិង្សាបានធ្វើឡើងដោយរលូនហើយធ្វើទៅហាក់បីដូចជាគ្មានការព្រួយបារម្ភនិងភ័យខ្លាចតែផ្ទុយទៅវិញបើសិនជាគាត់គិតថាមិនពេញចិត្តគាត់ថាគាត់មិនអោយហើយមិនអោយហ្នឹងក៏មិនអោយគំនិតច្បាស់លាស់មិនអោយមូលហេតុច្បាស់លាស់នៅក្នុងច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីនេះមានចំណុចមួយដែលលោកមេធាវីបានលើកគឺមានគេថាបើសិនជាមានការទទួលបាននូវព័ត៌មានពិតប្រាកដថាការធ្វើបាតុកម្មដោយសន្តិវិធីនោះនាំហេតុឲ្យកើតមាននៅអំពើហិង្សាណាមួយកើតឡើងដែលអាចជឿជាក់បានបាទពួកគេអាចទប់ស្កាត់បាននៅក្នុងហេតុផលថាមិនអនុញ្ញាតឲ្យប៉ុន្តែអាទល់តែភាពនឹងជាក់ស្ដែងថាតើជាក់ស្ដែងរបៀបម៉េចជាទូទៅបើសិនជាយើងយកទ្រឹស្ដីនឹងយកមកពិចារណានិងគិតគូរខ្ញុំជឿជាក់ថាជាលេសវាអត់សមហេតុផលឧទាហរណ៍ថាកម្មករដែលគាត់ចាប់ផ្ដើមធ្វើបាតកម្មគឺគាត់ទាមទារអំពីប្រាក់ខែរបស់គាត់អញ្ចឹងការអនុញ្ញាតឲ្យគាត់ដើរជាក្បួនដើម្បីបដិទិសដៅរបស់គាត់ដែលគាត់គ្រោងគិតថានឹងអាចជួយគាត់បាននោះហើយគាត់មិនត្រូវបានទៅដល់កន្លែងនោះដើម្បីសុំឲ្យគេជួយបានហើយគេទប់ស្កាត់តាមផ្លូវថាតើទឹកចិត្តរបស់ក្រុមកម្មករគាត់យល់ឃើញយ៉ាងម៉េចហ្នឹងចំណុចមួយទៀតហើយចំណុចមួយទៀតនោះខ្ញុំឃើញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលបានប្រកាសថ្មីកន្លងផុតក្រោយពីការបង្ក្រាបបាតុកម្មដោយសន្តិវិធីមួយនៅផ្លូវវែងស្រេងថ្ងៃទី4នោះគឺបិទ
គឺថាផ្អាកជាបណ្ដោះអាសន្នរហូតដល់ប្រទេសទទួលបាននៅស្ថិរភាពឡើងវិញឧទាហរណ៍អញ្ចឹងបើសិនជានិយាយអញ្ចឹងវាតតែប្រទេសហ្នឹងដាក់ជាប្រកាសជាភាពអាសន្នឬប្រកាសដោយព្រះមហាក្សត្រអីចឹងទៅថាប្រទេសទទួលបាននៅភាពអាសន្នអីចឹងទៅហើយពេលហ្នឹងគឺគេដាក់កំណត់ពេលវេលាច្បាស់លាស់ថាការផ្អាកឬការពន្យានៃការបើកសិទ្ធិសេរីភាពឲ្យពលរដ្ឋចូលរួមប្រជុំអីក្តីហ្នឹងគឺមានកម្រិតប៉ុណ្ណាមួយប៉ុន្តែនេះគឺដាក់ចោលមិនដឹងជាពេលណាឬក៏ប្រកាសហ្នឹងអាចคล้ายទៅជាសម្ពាធមួយក្នុងការកាត់បន្ថយនៃការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការចូលរួមសម្ដែងមតិនិងរួមប្រជុំនេះជាហេតុផលមួយដែលសង្គមស៊ីវិលក៏ដូចជាសហគមន៍អន្តរជាតិគេកំពុងងឿងឆ្ងល់ដូចជាបងប្រុសបានលើកចឹងថាបើសិនជាគ្មានការផ្លាស់ប្ដូរទេវាធ្វើឲ្យប្រទេសមិនរីកចម្រើនទេប៉ុន្តែការផ្លាស់ប្ដូរមិនមែនមានន័យថាការផ្លាស់ប្ដូរពីមានទៅអត់ទេគឺត្រូវតែផ្លាស់ប្ដូរពីមានហើយទៅមានល្អជាងមាននឹងទៅទៀតអាហ្នឹងបានគេហៅថាការផ្លាស់ប្ដូរឬក៏ការអភិវឌ្ឍល្អហើយបើសិនជាការផ្លាស់ប្ដូរពីមានទៅអត់ខ្ញុំគិតថាវាមិនមែនជាការផ្លាស់ប្ដូរល្អទេបាទវាជារឿងមួយដែលដើរថយក្រោយនៃការអនុវត្តសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណមុននឹងបន្តការចេញនេះខ្ញុំសូមលើកពីកម្មនៅខាងនេះគឺកម្មករនោះបានកម្មករក្រុមហ៊ុនសិនទ្រីក៏បានធ្វើការទាមទារដំឡើងប្រាក់ខែដែរហើយប្រកាសបានលោកតំណាងកម្មករគឺលោកប្រាក់សុខាមានប្រសាសន៍ថាកម្មករគឺទាមទារប្រាក់ខែរហូតដល់$150ប្រាក់ខែគោលគាត់បានឲ្យដឹងថាកម្មករជាង 1000 នាក់បានផ្អាកប្រមូលសម្រាមចាប់ពីថ្ងៃទី3កុម្ភៈនេះតទៅនៅតាមទីសាធារណៈនិងតាមផ្ទះរបស់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញពួកគាត់ទាំងនោះបានផ្តិតមេដៃលើលិខិតសុំទាមទារដើម្បីដំឡើងប្រាក់ខែគោលបាន$150ក្នុងខែគឺស្នើសុំប្រាក់ជាទ្រង់ទ្រាយសុខភាព$10និងប្រាក់ថ្លៃស្នាក់នៅចំនួន$7ទៀតតំណាងកម្មកររូបនេះព្រមានថាបើសិនជាក្រុមហ៊ុនសិនទ្រីមិនទទួលយកសំណើទាមទារពួកគាត់នោះទេកម្មករនៅតែបន្តធ្វើបាតកម្មរហូតដល់មានដំណោះស្រាយបាទលោកនាងនឹងរងចាំស្ដាប់ព័ត៌មាននេះនៅព្រឹកស្អែកទៀតបាទតកតងនឹងបញ្ហានេះដែរខ្ញុំសូមជម្រាបសួរលោកហ៊ុនចិនឌីបើយើងមើលអំពីការទាមទាររបស់ក្រុមកម្មករដូចជាករណីជាក់ស្ដែងគឺកម្មករសិនទ្រីបានឲ្យសញ្ញាដឹងថាពួកគាត់នឹងធ្វើបាតកម្មតទៀតអញ្ចឹងមានថាការធ្វើបាតកម្មទាមទារប្រាក់ខែគោលនេះជាការឆ្លុះបញ្ចាំងអំពីបញ្ហាអសន្តិសុខឬក៏ខូចស្ដាប់ធ្នាប់រាជធានីដែរឬក៏យ៉ាងម៉េចបាទយើងត្រូវនិយាយអំពីសិទ្ធិរបស់ពលរដ្ឋកាលណាយើងនិយាយពីសិទ្ធិរបស់ពលរដ្ឋគឺវារាប់បញ្ចូលទាំងសិទ្ធិរស់រានមានជីវិតហើយកាលណាយើងនិយាយពីរឿងសិទ្ធិរស់រានមានជីវិតគឺវារាប់បញ្ចូលទាំងអ្វីដែលទ្រទ្រង់អាជីវភាពគាត់នោះសមរម្យបាទអាចរស់បានហើយក្នុងនោះវាមានទាំងប្រាក់ខែគោលនឹងដែរហើយបើសិនជាគាត់មិនអាចរស់រៀនមានជីវិតបានហើយរស់មិនបានសមរម្យហើយសុខភាពរបស់គាត់មិនអាចទ្រទ្រង់នឹងការងារនឹងបានអញ្ចឹងមុននឹងក្រោយគាត់ក៏មិនអាចធ្វើការងារនឹងបានដូចគ្នាអញ្ចឹងនេះជាសិទ្ធិមូលដ្ឋានរបស់គាត់ដែលគាត់ត្រូវតែទាមទារគាត់អាចធ្វើកិច្ចការនឹងបានហើយរដ្ឋមិនគួរនឹងយកបញ្ហាថាខូចទៅដល់សណ្ដាប់ធ្នាប់សាធារណៈឬក៏សុវត្ថិភាពសាធារណៈអីយកមកអះអាងដើម្បីរារាំងមិនឲ្យពួកគាត់ធ្វើបាតកម្មឬក៏ធ្វើការទាមទារតវ៉ានឹងបានទេព្រោះការទាមទារនេះវាអត់មានលក្ខណៈណាមួយដែលបង្កអសន្តិសុខទេវាមានតែធ្វើឲ្យពួកគាត់នឹងមានទឹកចិត្តកាលណាយើងអាចផ្ដល់ប្រាក់ខែរបស់គាត់បានសមរម្យគាត់មានជីវភាពល្មមសមរម្យនឹងគេគាត់អាចរស់រានមានបានគាត់មានកម្លាំងមានកំហែងគាត់អាចធ្វើការងារនឹងកាន់តែល្អទៅទៀតបំពេញទៅដល់សុខុមាលភាពសង្គមទៀតសម្រាប់ប្រសាសន៍លោកតិចឃើញថាការធ្វើបាតកម្មកន្លងមកហ្នឹងគឺមានស្ទះចរាចរណ៍ខ្លះនៅផ្លូវណាដែលប្រកបដង្ហែជាក្បួនជាអញ្ចឹងតើការស្ទះចរាចរណ៍ចាត់ទុកថាជាការខូចស្ដាប់ធ្នាប់របៀបរៀបរយឬក៏បង្កឲ្យមានបញ្ហាអសន្តិសុខដែរទេបាទខ្ញុំបាននិយាយខាងដើមហើយថាការថែរក្សាមានរបៀបរៀបរយសម្ដាប់ធ្នាប់តាមផ្លូវសាធារណៈហ្នឹងមិនមែនជាការងារតែម្យ៉ាងរបស់អ្នកដែលចូលរួមធ្វើបាតកម្មហ្នឹងទេអាជ្ញាធរមានសមត្ថកិច្ចមាននគរបាលនិងក៏រាជបុរហត្ថក៏មានមុខនីតិយ៉ាងសំខាន់មួយដែរក្នុងការ
ចូលរួមថែរក្សាមានរបៀបរៀបរយនិងសណ្ដាប់ធ្នាប់នឹងពួកគាត់អាចធ្វើចរាចរណ៍គាត់អាចរៀបរយឲ្យពួកក្រុមគាត់នឹងធ្វើដំណើរតាមផ្លូវរបៀបណាមួយដែលកុំឲ្យវាទើសតែងខ្លាំងទៅរចរាចរណ៍ក៏បានដែរអញ្ចឹងបើសិនជាទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអ្នកធ្វើបាតកម្មទាំងអស់ហ្នឹងរួមសហការគ្នាធ្វើម៉េចរក្សារបៀបរៀបរយនឹងបានខ្ញុំគិតថាវាអត់មានបញ្ហានឹងកើតឡើងទេហើយនៅក្នុងច្បាប់ស្តីពីបាតកម្មក៏និយាយដូចគ្នាដែរបង្ហាញអំពីទួលនីតិរបស់អាជ្ញាធរមានសមត្ថកិច្ចដូចជាក្នុងមាត្រា17 18គេបានចែងថាពួកគាត់ហ្នឹងគឺថាមានអាជ្ញាធរមានសមត្ថកិច្ចហ្នឹងគឺថាចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈហ្នឹងនៅពេលដែលមានការប្រើប្រាស់ដងផ្លូវហ្នឹងបាទសូមអរគុណខ្ញុំសូមជួបអ្នកស្ដាប់យើងមួយរូបទៀតគឺលោករដ្ឋីនៅកំពង់ធំបាទជំរាបសួរលោករដ្ឋីបាទជំរាបសួរបាទលោកសិនជើញបាទតែខ្ញុំមានសំណួរមួយចង់សួរថាយើងឃើញថារដ្ឋាភិបាលក៏តែងតែនិយាយថារៀបចំដើម្បីមានសណ្ដាប់ធ្នាប់អីចឹងនៅពេលដែលជាជនឬក៏កម្មករធ្វើបាតកម្មធ្វើអីចឹងគាត់តែងតែរៀបចំធ្វើថារៀបចំសណ្ដាប់ធ្នាប់អីចឹងតែបើតាមខ្ញុំឆ្ងល់ថាតើរដ្ឋាភិបាលដែលគាត់ធ្វើហ្នឹងគាត់ធ្វើដើម្បីគេថាដើម្បីរៀបចំសណ្ដាប់ធ្នាប់ឬក៏ដើម្បីការពារនៅគេហៅថាការពារនៅអំណាចរបស់ខ្លួនដើម្បីបកពួករបស់ខ្លួនប្រព្រឹត្តនៅអំពើពុករលួយបន្តទៅទៀតព្រោះពីមួយឆ្នាំទៅមួយឆ្នាំរដ្ឋាភិបាលមិនបានធ្វើឲ្យមានការរីកចម្រើនហើយផ្នែកកែសិទ្ធិមនុស្សអីទេគឺទៅក្នុងគ្នាគ្រប់គ្នាដើម្បីប្រព្រឹត្តអំពើពុករលួយអញ្ចឹងគាត់ខំប្រឹងថារៀបចំសណ្ដាប់ធ្នាប់នោះតើសណ្ដាប់ធ្នាប់ដើម្បីជួយរីកចម្រើនរបស់ប្រជាជនទូទៅឬក៏ដើម្បីតែបកពួករបស់ពួកគាត់បានជួយវាគ្មិនទៅបាទសូមអរគុណបាទនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅក្នុងរាត្រីនេះដែរគឺយើងបានជើញខាត់ដំណើរក្រសួងមហាផ្ទៃដែរមកចូលរួមដើម្បីឆ្លើយតបទៅនឹងសំណួររបស់មិត្តអ្នកស្ដាប់ប៉ុន្តែពុំមានការឆ្លើយតបមកវិញទេអំពីការមកចូលរួមបានឬក៏មិនបាននោះបាទដល់សំណួរសំណួរច័ន្ទសវេតបាទសូមជើញចាត់តសំណួរគាត់បាទសូមអរគុណតាមពិតជាទូទៅបើយើងនិយាយអំពីការធ្វើកោតកម្មបាតកម្មបើកោតកម្មវិញគេធ្វើទៅនៅមុខទីតាំងកន្លែងដែលគេចង់ធ្វើទេរីឯការធ្វើបាតកម្មយើងអាចផ្លាក់បំលាស់ទីទៅតាមគោលដៅដែលខ្លួនចង់ធ្វើប៉ុន្តែតេតិននៅក្នុងការធ្វើទាំងពីរហ្នឹងគឺសិតតែមានការសុំការនិយាយច្បាប់ឬក៏ការប្រកាសឲ្យដឹងថាខ្លួនបានធ្វើអញ្ចឹងការប្រកាសនេះឯងគឺមានន័យថាការផ្ដល់ព័ត៌មានជូនទៅអាជ្ញាធរសាធារណៈដើម្បីឲ្យបានដឹងថាតើច្រកណាផ្លូវណាកន្លែងណាដែលក្រុមបាតកម្មក្រុមបាតកោហ្នឹងគាត់ត្រូវទៅអញ្ចឹងបើសិនជាគាត់បានប្រកាសផ្សព្វផ្សាយបែបហ្នឹងហើយអាជ្ញាធរសាធារណៈត្រូវតែចាត់វិធានការនៅក្នុងរឿងការទប់ស្កាត់អំពីការព្រួយបារម្ភអំពីថាការស្ទះផ្លូវឬក៏ការធ្វើឲ្យប៉ះពាល់ដល់កន្លែងលក់ដូររ៉ូស៊ីអីយ៉ាងជាដើមជូនដល់ប្រជាពលរដ្ឋមួយខាងទៀតតែផ្ទុយទៅវិញកន្លងផុតមកយើងឃើញថាបើទោះបីជាមានការឆ្លើយតបដោយសន្តិវិធីក៏ដោយក៏ក្រុមបាតកោឬក៏ក្រុមបាតកម្មហ្នឹងគឺគាត់នៅតែធ្វើគាត់ចាត់ទុកថាការធ្វើការទៀមទានេះវាជាសិទ្ធិមួយដែលរដ្ឋាភិបាលត្រូវតែគោរពហើយបើមិនជារដ្ឋាភិបាលអត់គោរពគាត់នៅតែមានការទៀមទាដដែលព្រោះច្បាប់រដ្ឋធម្មនុញ្ញបានកំណត់ថាមនុស្សមានសំណួរសំតាប់សាសលោកសំណួររបស់គាត់សួរថារដ្ឋាភិបាលយកលេសថាការបង្ក្រាបបាតកោហ្នឹងគឺដើម្បីរៀបចំសម្រាប់ក្នុងសាធារណៈមែនឬក៏ដើម្បីការពីអំណាចរបស់ខ្លួនឬក៏ការពីផលប្រយោជន៍ផ្សេងមួយបាទវាចំណុចហ្នឹងវាចូលទៅក្នុងហ្នឹងហើយដោយសារថាការធ្វើបាតកម្មកាលណាมันមានការផ្ដល់ការអនុញ្ញាតឲ្យគឺជាផ្នែកមួយនៃការដែលទប់ស្កាត់រារាំងមិនឲ្យមានសិទ្ធិសេរីភាពប្រជុំនឹងឯងហើយការសិទ្ធិសេរីភាពប្រជុំនេះគឺការសម្ដែងមតិនេះគឺប៉ះពាល់ជាមួយនឹងភាគីម្ខាងទៀតដែលជាអ្នកពាក់ព័ន្ធនៅក្នុងរឿងបញ្ហាតំណឧទាហរណ៍ដូចជាតាក់ទងនឹងរឿងកម្មករអញ្ចឹងបើសិនជាគាត់ទាមទាររឿងលុយ$160ហើយរដ្ឋាភិបាលជាអ្នកគិតគូររឿងបញ្ហាហ្នឹងផ្ទុយទៅវិញគាត់មិនបានគិតគូរបានតែប៉ះពាល់ទៅលើរដ្ឋាភិបាលហ្នឹងហើយដែលជាអ្នកមិនចង់ឲ្យកម្មករទទួលបាននៅប្រាក់បៀវត្សដ៏សមរម្យមួយអញ្ចឹងមានន័យថារដ្ឋាភិបាលជាអ្នកការពារឲ្យក្រុមហ៊ុនឯកជនដែលជាអ្នកជួលមនុស្សយកមកធ្វើការហើយធ្វើជារបៀបទារកបើមិនឲ្យការចាយគ្រប់គ្រាន់មានន័យថាប៉ះពាល់ដល់ជីវិតនិងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ហើយបើ
បើសិនជាគាត់ទាមទារឲ្យលើសពីអ្វីដែលជាតម្រូវការអាហ្នឹងចាត់ទុកថាពលរដ្ឋដែលធ្វើបាតកម្មហ្នឹងក៏ច្បាប់តែបើសិនជាគាត់ទាមទារដូចជាប្រាក់ខែ$160បើសិនជារដ្ឋាភិបាលមិនជួយទេគឺក្រុមហ៊ុនគាត់ធ្វើតាមដំណឹងចិត្តអញ្ចឹងហើយការធ្វើបាតកម្មចេះតែកោតកើតឡើងអញ្ចឹងថាតើក្រុមហ៊ុនរកស៊ីដូចម៉េចទាំងអស់នេះក៏ត្រូវតែគិតគូរដែរអញ្ចឹងរដ្ឋាភិបាលមិនអាចដកខ្លួនចេញថានេះជារឿងក្រុមហ៊ុនទេមិនមែនរឿងរដ្ឋាភិបាលនិយាយអញ្ចឹងគឺខុសហើយអត់ត្រឹមត្រូវទេអញ្ចឹងដូចបងរដ្ឋាភិបាលគាត់លើកអញ្ចឹងថារដ្ឋាភិបាលធ្វើហ្នឹងយកលេសមួយប្រើពាក្យថាសន្តិសុខស្ដាប់សាធារណៈហើយគាត់ចាប់ផ្ដើមបំបែកបាតកម្មឬក៏មិនអនុញ្ញាតឲ្យបាតកម្មធ្វើដោយសន្តិវិធីបែបហ្នឹងមានន័យថាជាការការពារប្រយោជន៍ខ្លួនឯងពុកឲ្យលួយខ្លួនឯងឬយ៉ាងម៉េចខ្ញុំគិតថាទស្សនៈរបស់បងវុធីវាជារឿងមួយត្រឹមត្រូវដែរអានេះជាទស្សនៈមួយដែលមិនទាន់ទទួលបាននៅការបញ្យល់ច្បាស់លាស់បើសិនបើជាមានការទទួលបញ្យល់ច្បាស់លាស់ពីភ្នាក់ងាររដ្ឋាភិបាលឬក៏ពីថៅកែដែលជាអ្នកប្រព្រឹត្តនៅអំពើទាំងអស់ហ្នឹងខ្ញុំគិតថាប្រហែលជាអាចយល់បានថាតើការធ្វើបាតកម្មឬក៏ការបំបែកបាតកម្មហ្នឹងក្នុងលក្ខខណ្ឌជាការរាំងខ្ទប់មិនឲ្យប្រជាពលរដ្ឋបានដឹងអំពីអំពើពុករលួយឬក៏ការពីអំណាចហេតុផលសំខាន់ជាងគេឆ្អឹងខ្នងលទ្ធិប្រជាធិបតេយ្យគឺការអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការទាមទារតវ៉ាដោយសន្តិវិធីបើសិនជាមិនអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិទាមទារតវ៉ាដោយសន្តិវិធីតាមច្បាប់បានកំណត់ទេខ្ញុំគិតថាប្រទេសនោះអាចក្លាយទៅជាប្រទេសមួយក្នុងការលក្ខខណ្ឌការពារខ្លួនឯងការពារបពុខ្លួនឯងឬក៏អាចក្លាយទៅជាប្រទេសមួយដែលមិនគោរពនៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដខ្ញុំសូមងាកទៅលោកហ៊ុនចន្ទឌីបាទមានយើងនៅតាម Facebook លោកបានសួរថាតើទង្វើរបស់សមាជិកកន្លងមកហ្នឹងមានទាំងតឡាការរហូតដល់ចាប់ខ្លួន23នាក់អីចឹងជាដើមហើយក៏អ្នកនរអស់គ្នាបាននិយាយថាគេធ្វើតាមទូនីតិក្នុងការរៀបចំស្ដាប់ធ្នាប់និងសន្តិសុខនៅទីសាធារណៈដូចជាការបាញ់ប្រហាររបួសឬក៏ស្លាប់អីហ្នឹងគឺការបាញ់គឺដើម្បីការពារខ្លួនទេតើការប្រើប្រាស់សិទ្ធិរបស់គាត់បាញ់អញ្ចឹងជាការធ្វើស្របច្បាប់ឬក៏យ៉ាងម៉េចបាទហើយការបាញ់អញ្ចឹងហើយការធ្វើបាតកម្មមើលទៅវាប៉ះពាល់ដល់សន្តិសុខសាធារណៈមួយណាអ្នកធ្វើឲ្យប៉ះពាល់តើតើនឹងការចាប់ខ្លួន23នាក់ហ្នឹងកន្លងមកការបាញ់ប្រហារធ្វើឲ្យមានអ្នកស្លាប់មានរបួសជាដើមនេះខ្ញុំមើលទៅឃើញមានកំហុសមួយចំនួនដែលខ្ញុំគិតថាគួរតែធ្វើការកែលម្អវាទី1គឺអាជ្ញាធរមានសមត្ថកិច្ចគប្បីតែប្រើវិធានការការប្រើប្រាស់គឺសំខាន់គឺតកតនឹងការប្រើកម្លាំងហើយនឹងការប្រើអាវុធដែលយើងអាចមើលទៅឃើញថាវាមានភាពមួយហួសហេតុវិជ្រុលបាទក្នុងការបង្ក្រាបហើយនៅក្នុងដូចខ្ញុំបានលើកឡើងខ្លះអំពីយើងហៅថាបទដ្ឋានអន្តរជាតិមួយចំនួនដែលគេនិយាយពីក្រមសីលធម៌របស់មន្ត្រីអនុវត្តច្បាប់ហើយនៅក្នុងមាត្រា3ទាក់ទងនឹងក្រមសីលធម៌សម្រាប់មន្ត្រីអនុវត្តច្បាប់ហ្នឹងគេបាននិយាយថាមន្ត្រីប្រតិបត្តិច្បាប់អាចប្រើប្រាស់កម្លាំងបានតែក្នុងករណីចាំបាច់បំផុតបាទនឹងស្ថិតក្នុងវិសាលភាពតម្រូវសម្រាប់តែការបំពេញភារកិច្ចខ្លួនតែប៉ុណ្ណោះហើយសេចក្តីអត្ថាធិប្បាយនៃមាត្រានេះក្នុងចំណុចគោហ្នឹងគេនិយាយទៀតថាការប្រើប្រាស់អាវុធហ្នឹងត្រូវចាត់ទុកថាជាវិធានការមួយហួសហេតុបាទអញ្ចឹងក្នុងតលៈទេសៈនោះក្នុងពេលដែលបាតកោកំពុងតែធ្វើសកម្មភាពទៀមទានោះវាមិនមានសញ្ញាណាមួយថាវាប៉ះពាល់ធ្ងន់ធ្ងរធ្វើឲ្យបាត់បង់អាយុជីវិតធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពទ្រព្យសម្បត្តិសាធារណៈណាមួយទេការប្រើកម្លាំងជាពិសេសដល់ការប្រើអាវុធនឹងវាអត់ត្រឹមត្រូវទេហើយវាអត់សមាមាត្រចំណុចនេះគឺជាអ្វីមួយដែលតំណាងពិសេសរបស់អង្គការសិទ្ធិមនុស្សលោកសូយ៉ាសុប៊ូឌីគាត់បានថ្លែងមុននៅពេលគាត់ចាក់ចេញពីប្រទេសកម្ពុជាទៅហ្នឹងគាត់បានថ្លែងថាស្នើសុំឲ្យរដ្ឋាភិបាលនឹងពិនិត្យឡើងវិញទាក់ទងទៅនឹងការប្រើប្រាស់អាវុធក្នុងការក្រាបបាតកោហើយសុំធ្វើឲ្យកិច្ចការបង្ក្រាបនឹងវាមានសមាមាត្រទៅនឹងអំពើដែលវាកំពុងតែកើតឡើងហើយធ្វើអ្វីក៏ឲ្យសមស្របទៅតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិអញ្ចឹងចំណុចនេះហើយដែលធ្វើឲ្យមានបញ្ហានឹងកើតឡើងចំណុចទី1ទៀតដែលខ្ញុំគិតថាវាជាការមួយគួរកែលម្អដែរនេះគឺការប្រើប្រាស់កម្លាំងនេះឯង
ការប្រើប្រាស់កម្លាំងយើងបើយើងមើលនៅក្នុងច្បាប់ស្តីពីបាតកម្មស្តីពីបាតកម្មដោយសន្តិវិធីយើងឃើញមានអាជ្ញាធរមានសមត្ថកិច្ចហ្នឹងគឺសំដៅទៅលើនគរបាលហើយនឹងកងរាជអាវុធហត្ថបាទអញ្ចឹងអ្នកដែលជាយុទ្ធអ្នកជាទាហានដែលមានបដិអាវុធពេញដៃហ្នឹងមិនមែនជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការចូលមកថែរក្សាសម្ដាប់ធ្នាប់សាធារណៈក្នុងពេលមានការធ្វើបាតកម្មអញ្ចឹងទេពីព្រោះថាការប្រើប្រាស់ទាហានជារឿងខុសច្បាប់បាទខ្ញុំគិតថាការប្រើប្រាស់ទាហានជារឿងខុសច្បាប់ពីព្រោះទី1វាទាក់ទងនឹងតួនាទីភារកិច្ចរបស់យោធាហ្នឹងដូចនៅក្នុងច្បាប់មួយស្តីពីលក្ខន្តិកៈទូទៅនៃយោធិននៃរបស់កងយោធពលខេមរៈភូមិន្ទរបស់យើងហ្នឹងគឺមាត្រាមួយហ្នឹងគេមានចែងតែពីបេសកកម្មរបស់គាត់ក្នុងការការពារកសាងប្រទេសជាតិប៉ុន្តែក្នុងកថាខណ្ឌទី2ហ្នឹងបានលើកដែរថាគាត់អាចជួយការពារសុវត្ថិភាពសន្តិភាពសាធារណៈបានលុះត្រាតែមានកលៈទេសៈពិសេសកលៈទេសៈពិសេសហ្នឹងគឺមានន័យមិនបានចែកច្បាស់លាស់ទេតែវាអាចមានន័យយោងទៅដល់កលៈទេសៈណាមួយដែលមានសង្គ្រាមមានអីហើយដែលត្រូវការភេរវកម្មមានការឈ្លានពានអីពីសត្រូវពីប្រទេសជិតខាងអីចឹងហើយដល់អញ្ចឹងកលៈទេសៈហ្នឹងវាអត់មានដល់ថ្នាក់ហ្នឹងទេដែលត្រូវប្រើកម្លាំងយោធាហើយតែគាត់ជាយោធាយើងគាត់អត់មានវិជ្ជាជីវៈក្នុងការសម្របសម្រួលរក្សាសម្ដាប់ធ្នាប់ហើយនឹងធ្វើការជាមួយនឹងបាតកោទេអត់មានវិជ្ជាជីវៈហ្នឹងទេដូច្នេះអ្វីដែលគាត់ធ្លាប់ធ្វើគឺប្រើប្រាស់អាវុធបាទខ្ញុំមិនមានក្រាក់ទៅវិញវាធ្វើឲ្យមានបញ្ហាអសន្តិសុខហ្នឹងបាទដល់កាលណាគាត់មានវត្តមានមានទាំងអាវុធមានទាំងអីផងអញ្ចឹងធ្វើឲ្យគាត់បង្ហាញភាពភ័យខ្លាចមួយទៅដល់បាតកោផងហើយក៏អាចធ្វើឲ្យបាតកោនឹងមានអារម្មណ៍មួយចង់ទប់ទល់ឬក៏ភ័យខ្លាចឬក៏អាចទប់ទល់ជាមួយនឹងខាងកងកម្លាំងដាក់បុតវិញដែរព្រោះសកម្មភាពរបស់គាត់វាអត់មានគេហៅថាបើនៅក្នុងច្បាប់ស្តីពីការធ្វើបាតកម្មដោយសន្តិវិធីហ្នឹងគេនិយាយថាមានចរិតអត្តចរិតហ្នឹងត្រូវតែអត់ធ្មត់ជាអតិបរមាអញ្ចឹងកម្លាំងយោធាដែលគាត់ខ្វះវិជ្ជាជីវៈត្រង់កន្លែងទៅហ្នឹងធ្វើឲ្យអាចធ្វើឲ្យជាមូលហេតុធ្វើឲ្យបាតកោហ្នឹងមានការតបតដោយអំពើហិង្សាបាទសូមអរគុណបាទដោយលោកហ៊ុនចន្ទឌីមានប្រសាសន៍មកអញ្ចឹងគឺការប្រើប្រាស់កងកម្លាំងឬក៏ប្រដាប់អាវុធនេះគឺជារឿងមួយខុសច្បាប់ហើយលោកសូយ៉ាសូបឌីក៏បានលើកឡើងដែរហើយក៏បានក៏ចូលថាបាលថាធ្វើអញ្ចឹងគឺអត់ត្រូវតាមច្បាប់ទេតែលោកបានលើកពីបញ្ហា3ទី1ការប្រើប្រាស់កងកម្លាំងបរដ្ឋាភិបាលកន្លងមកនោះគឺមានភាពស្របច្បាប់ទី2មានភាពចាំបាច់និងទី3មានសមមាត្រដោយលោកមានប្រសាសន៍មកអញ្ចឹងបាទមួយទៀតដោយលោកបានលើកឡើងដែរការប្រើប្រាស់អាវុធនេះគឺធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រដ្ឋថែមទៀតមានធ្វើឲ្យប្រជាជនយើងមានការភ័យខ្លាចជាក់ស្ដែងយើងមើលអំពីបញ្ហាបក្រាកន្លងមកហ្នឹងគឺនៅក្បាលថ្នល់ហ្នឹងបាញ់ត្រូវបរិះម្នាក់ស្លាប់ហ្នឹងគឺគាត់មិនមែនជាបាតកោរបស់គណៈបកប្រជាជាតិទេហើយទី2ការទប់ស្កាត់កម្មករនៅស្ទឹងមានជ័យធ្វើឲ្យស្ត្រីលោកបាយម្នាក់គាត់ក៏មិនមែនជាបាតកោដែរបាទនេះខ្ញុំសូមរំលឹកឡើងវិញបន្តិចបាទតើតើនឹងបញ្ហានេះខ្ញុំសូមងាកមកលោកច័ន្ទសវេតតិចទៀតបាទបើយើងមើលបើសិនបរដ្ឋាភិបាលត្រូវដោយលោកមានប្រសាសន៍មកអញ្ចឹងលើកពីលោករដ្ឋាភិបាលថាការបក្រាមអញ្ចឹងគឺរដ្ឋាភិបាលមិនគឺការពារផលប្រយោជន៍ណាមួយរបស់ខ្លួនទេអញ្ចឹងបើក្នុងករណីហ្នឹងតើរដ្ឋាភិបាលត្រូវធ្វើសកម្មភាពបែបណាដើម្បីការពារផលប្រយោជន៍សាធារណៈនោះបាទហើយមួយទៀតការទប់ស្កាត់មិនឲ្យមានចលនាចលាចលសង្គមអីហ្នឹងតើសកម្មភាពទប់ស្កាត់ត្រឹមកម្រិតណាដល់រដ្ឋាភិបាលត្រូវធ្វើបាទសូមអរគុណតាមពិតរឿងបញ្ហាបង្កើតឲ្យមាននៅអំពើហិង្សាកើតឡើងនេះជាទូទៅដែលយើងមើលឃើញជាទូទៅគឺកើតចេញពីការប្រើប្រាស់កងកម្លាំងដែលច្រើនហួសហេតុនេះឯងដែលគាត់ប្រើកម្លាំងហួសហេតុដែលធ្វើឲ្យស្ថានភាពហ្នឹងកាន់តែធ្ងន់ធ្ងរទៅទូយ៉ាងឧទាហរណ៍យកបិទផ្លូវនៅក្បាលខ្នល់ចឹងសុខស័ព្ទគាត់ដាក់កម្លាំងបិទផ្លូវហ្នឹងវាធ្វើឲ្យរាំងស្ទះតាំងពីអ្នករកស៊ីតាំងពីអ្នកដែលមានលំនៅឋានក្បែរហ្នឹងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេប្រចាំហើយអញ្ចឹងបើសិនជាការប៉ះពាល់របៀបហ្នឹងថាតើអ្នកណាទ្រាំបាននៅក្នុងរឿងហ្នឹងអញ្ចឹងច្បាស់ជាមានការចេញមុខទាមទារតវ៉ាហើយជាទូទៅដែលយើងឃើញមានអំពើហិង្សាកើតឡើងតែងតែកើតចេញពីទ្រង់ទ្រាយនៃការហាម5នេះឯងការបិទរារាំងទប់ស្កាត់
មិនអោយក្រុមបាតកោក្តីឬក៏មិនអោយអ្នកសម្ដែងមតិអីក្តីនេះធ្វើកោតកម្មឬក៏បាតកម្មដោយសន្តិវិធីនេះឯងហ្នឹងគឺជាមូលហេតុដែលយើងបានឃើញពីខាងដើមឧទាហរណ៍ដូចជានៅក្បាលខ្នល់អញ្ចឹងបិទផ្លូវរហូតដល់ដំណាក់កាលមួយបង្កើតឲ្យមានស្ថានភាពបាញ់ប្រហារគ្នាទៅវិញទៅមកគប់ដុំថ្មទៅវិញទៅមកធ្វើឲ្យពលរដ្ឋខ្លួនឯងជាអ្នកទទួលរងគ្រោះថ្នាក់ធ្វើឲ្យអាយុជីវិតមនុស្សស្លាប់ដោយតែរហូតដល់ថ្ងៃនេះអ្នកដែលស្លាប់អ្នកដែលរងរបួសគឺអត់ទាន់បានទទួលយុត្តិធម៌នៅឡើយទេហើយពាក្យថាបានទទួលយុត្តិធម៌វាតើមានការស៊ើបអង្កេតដ៏ត្រឹមត្រូវមួយមិនមែនយកលុយទៅឲ្យស្ងាត់មាត់នោះទេមិនមែនជាគ្រាន់តែជាការសម្ដែងនៅការសោកស្ដាយប៉ុណ្ណឹងទេគឺកាតព្វកិច្ចរបស់រដ្ឋាភិបាលត្រូវតែវេកមុខរកឲ្យឃើញថាហេតុអីបានជាជនម្នាក់នោះត្រូវបានស្លាប់ហេតុអីបានជាអ្នកនេះរងរបួសអ្នកណាជាអ្នកប្រព្រឹត្តហើយបើសិនជារកអាហ្នឹងមិនឃើញទេមានន័យថាជាការលើកតម្កើងឲ្យជនប្រព្រឹត្តបទល្មើសដៃដល់ហ្នឹងនៅតែបង្ករហូតដល់ថ្ងៃហ្នឹងដែលយើងបានឃើញហ្នឹងគឺក្រៅពីជនស្លៀកពាក់ uniform វាទៅជាជនដែលសម្លៀកពាក់ civil ពាក់មុខបិទមុខបិទមាត់អីទៅប្រព្រឹត្តនៅអំពើហិង្សាបន្តបន្ទាប់ដែលធ្វើឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្សហ្នឹងគឺធ្លាក់ចុះដល់កម្រិត0តែម្ដងនេះជាមូលហេតុដែលយើងខ្ញុំបានមើលឃើញហើយអ្វីដែលជាការសោកស្ដាយសម្ងជាងគេបំផុតនោះគឺរដ្ឋាភិបាលអត់បានយកចិត្តទុកដាក់អំពីការគោរពនៅសិទ្ធិមនុស្សនិងគោលការណ៍ច្បាប់ដែលកំពុងជាធរមានហ្នឹងទេគឺជាប្រទេសរដ្ឋធម្មនុញ្ញហើយខ្ញុំគិតថាបើសិនជាការមិនគោរពច្បាប់រដ្ឋធម្មនុញ្ញនេះគឺជារឿងមួយធំធ្ងន់ធ្ងរណាស់ដែលវាធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សដែលធានាដោយរដ្ឋធម្មនុញ្ញត្រូវបានគេរំលោភជាប្រចាំដូចសពថ្ងៃនេះដែលយើងមើលឃើញថាស្ថានភាពសិទ្ធិមនុស្សនៅក្នុងស្រុកខ្មែរយើងហាក់បីដូចជាមិនមានការរីកចម្រើនហើយការទៅប្រជុំនៅក្នុងក្រៅប្រទេសថ្មីនេះយើងឃើញមានការប្រជុំតំណាងប្រជុំអីទៅនិយាយប្រាប់ថាប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សមានការអនុវត្តច្បាប់អីចឹងវាខ្មាស់គេណាស់នៅក្នុងរឿងដែលប្រទេសកម្ពុជាកំពុងតែកើតមានរាល់ថ្ងៃដែលគេកំពុងទាមទារដែលពលរដ្ឋកំពុងទាមទារហើយស្រែកប្រាប់គេថាគេគោរពសិទ្ធិមនុស្សអញ្ចឹងវាជារឿងមួយដែលយើងមិនអាចទទួលយកបានទេហើយនេះជាកង្វល់របស់សង្គមស៊ីវិលបាទសូមអរគុណលោកហ៊ុនចន្ទឌីដោយសារយើងនៅសល់ពេលតែ1នាទីគត់តើលោកមានអនុសាសន៍បែបណាដើម្បីឲ្យកម្ពុជាមានរបៀបរៀបរយនិងសន្តិសុខសាធារណៈដោយពិតប្រាកដនោះបាទសូមអរគុណការពិតទៅទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងជាពលរដ្ឋដែលជាបាតកោក្តីគប្បីតែប្រកាន់ភ្ជាប់នៅអំពើអហិង្សាម្នាក់បាតកោទោះបីថាគាត់មានសិទ្ធិបញ្ចេញមតិសិទ្ធិក្នុងការប្រមូលផ្ដុំក៏ដោយពួកគាត់ត្រូវតែធ្វើឡើងដោយសន្តិវិធីដោយច្បាប់ស្តីពីការធ្វើបាតកម្មនឹងរដ្ឋធម្មនុញ្ញរបស់យើងចឹងហើយទី2អាជ្ញាធរមានសមត្ថកិច្ចក្នុងនាមតំណាងរដ្ឋបាទសូមអភ័យទោសផងដោយសារនាទីយើងមកដល់ទីបញ្ចប់ហើយសូមអភ័យទោសហើយសូមអរគុណដល់លោកវិក្កាមទាំងពីរលោកហ៊ុនចន្ទឌីនិងលោកច័ន្ទសមេតបាទខ្ញុំបាទទីនតាកាយាជាអ្នកសម្រាប់សម្រួលសូមអរគុណប្រិយមិត្តអ្នកស្ដាប់ហើយសូមអភ័យទោសដល់មិត្តអ្នកស្ដាប់បានជាប់ទូរស័ព្ទហើយមិនមានឱកាសសួរបាទសូមអរគុណសូមជម្រាបលា